ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវឆ្នាំហ្នឹងគឺយើងចូលដល់រដូវកាលត្រេនទៀតហើយក្នុងខែចុងខែ5ចូលខែ6ហ្នឹងអញ្ចឹងឥឡូវខ្ញុំបានទៅដល់ចការបន្តហើយខ្ញុំក៏បានយកវាមកពុះសាកមើលចំពោះត្រេនដែលខ្ញុំបានទៅយកមកហ្នឹងគឺត្រេនរបស់បងចតូនមួយរបស់ខ្ញុំចការនៅលើភ្នំនៅខាងភ័យភ្ញៀវហើយបងប្អូនមើលសាច់មើលល្អអត់សាច់ហ្នឹងគឺខប់របស់វាគឺទូចមែនតើហើយត្រេនគាត់គឺចាស់ល្អបងប្អូនពុះមកគឺខប់ឡើងពណ៌ប្រោនឡើងពណ៌ត្នោតនិយាយទៅគឺចាស់ល្អហើយសាច់ឡើងខះបងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានត្រេនដែលញ៉ាំហើយឆ្ងាញ់ល្មុតសាច់ស្រួយអាចតាក់តងមកបានតើអត់មានភ្លៀងធ្លាក់ច្រើនកាលណាតាភ្លៀងធ្លាក់ច្រើនគឺធ្វើឲ្យសាច់ត្រេនរាងទុំចូលអញ្ចឹងញ៉ាំអត់សូវឆ្ងាញ់ទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនធ្វើការអាចតាក់តងបានត្រេនគាត់ទៅដល់ឆ្នាំទី1អញ្ចឹងប្រមូលផលអត់សូវបានប្រហែលទេនៅតែមួយវគ្គទៀតគឺចាស់បាយត្រេនគាត់តឆ្នាំក្រោយមកទៀតបានប្រមូលផលបានច្រើនអញ្ចឹងឆ្នាំហ្នឹងគឺគាត់ប្រមូលផលបានតិចតួចមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានត្រេនដែលឆ្ងាញ់សាច់ស្រួយខប់ទូចហើយត្រេនធម្មជាតិអត់មានបាញ់ថ្នាំចការខ្លួនឯងអាចតាក់ទងខ្ញុំបានសូមអរគុណ